បើកvàoវីដេអូខ្ញុំជឿថាពុកម៉ែបងប្អូននៅក្នុងខេត្តរតនគិរីស្គាល់ច្បាស់ថាផ្លូវហ្នឹងកំពុងតែទៅណាចាជម្រាបសួរពុកម៉ែបងប្អូនថ្ងៃហ្នឹងគឺពួកយើងបានឡើងភ្នំអញ្ចឹងណាជាពិសេសបងដែលនៅខេត្តឆ្ងាយបើសិនជាមកខេត្តរតនគិរីអត់ដឹងថាទៅលេងណីណាបងប្អូនអាចមើលវីដេអូនេះបានគឺតំបន់នេះគឺជាតំបន់មួយដែលប្រជាជននៅក្នុងខេត្តរតនគិរីគឺពួកគាត់ចំណាយពេលវេលាជាមួយក្រុមគ្រួសារនិងកូននៅថ្ងៃសៅរ៍អាទិត្យតំណេពីការសិក្សារបស់កូនអញ្ចឹងណាគឺឡើងភ្នំស្វាយបងប្អូនគឺមើលប្រអាទិត្យលិចគឺស្អាតខ្លាំងមែនតែននេះមើលកូន cute គេដឹងថាខ្ញុំថតវីដេអូមកគេធ្វើមុខឲ្យខ្ញុំស្រស់ហើយណាបងប្អូនកូនខ្ញុំស្រស់ហើយស្អាតមែនតែនឡើងគួរឲ្យស្រឡាញ់ហ្មងណាខ្លាញ់មែនតែនមកឲ្យតាមខ្ញុំទៀតហើយនេះមកគេញ៉ាំមកខ្លាញ់ណាបងអូនឥឡូវនេះពេលដែលយើងឡើងគ្មានអីទេបងប្អូនអើយអានេះងណងនឹងយករបស់ញ៉ាំឡើងហើយនឹងថតរូបម្នាក់ខ្វះកនឹងរឿងថតរូបអើយនេះជាពិសេសគឺធ្វើបាបម្នាក់នឹងហើយខ្ញុំនៅអេនអនគេប្រាប់ទៅធ្វើមិនក៏ទៅដែរបងប្អូនអើយសំខាន់ឲ្យទៅបានរូបឲ្យទៅបានវីដេអូកូនសិស្សខ្ញុំគេថាអ្នកគ្រូឲ្យដើរទៅអញ្ចេះអ្នកគ្រូដើរទៅនេះទៅនោះចឹងខ្ញុំតាមអើយតាមអញ្ចឹងមកគេថាឲ្យទៅបានរូបស្អាតឲ្យទៅបានវីដេអូគេបញ្ជាធ្វើអីក៏ធ្វើដែរមិនចាំបាច់ឲ្យលុយទេនេះកំពុងនិយាយហ្នឹងកំពុងតែរៀបរាប់ឯណាថាក្នុងខេត្តរតនគិរីគឺមានតំបន់ទេសចរជាច្រើនមិនមែនមានតែភ្នំស្វាយមួយទេចាបើសិនបងប្អូនមកបងប្អូនចង់ដឹងថាកន្លែងណាដែលស្អាតអាចមើលទីក្រុងស្អាតណាបងប្អូនឡើងទៅលើភ្នំស្វាយមើល view នៅក្នុងទីក្រុងបានឡុងគឺស្អាតខ្លាំងមែនតែនហើយនឹងខ្ញុំកំពុងតែនិយាយហ្នឹងគឺណែនាំថាចេះយើងឡើងលើភ្នំស្វាយហ្នឹងគឺយើងថតរូបគឺស្អាតយើងអាចមើល view នៅក្នុងក្រុងទៀតអូស្អាតយកតែមែនតែនបងប្អូនបើសិនជាបងប្អូនងើបពេលព្រឹកទៀតណាអូយស្អាតណាស់បងប្អូនអើយ view ហើយឥឡូវនេះនៅរតនគិរីគឺរៀងត្រជាក់បងប្អូនម៉ោង5 6ចាប់ផ្ដើមត្រជាក់ហើយឥឡូវចាប់ផ្ដើមលេចបដាហើយយើងក៏ចាប់ផ្ដើមថតរូបដែរហើយទៅនឹងគឺបំណងគឺទៅថតរូបព្រះអាទិត្យលិចបងប្អូនហើយមើលទេសភាពពេលដែលលិចគឺស្អាតខ្លាំងមែនតើណាបងប្អូនបងប្អូនសាកសម័យមើលបើសិនជាយើងstress ពីការងារយើងបោះចោលការ stress ហ្នឹងទៅអង្គុយលេងលក្ខណៈឈិលជាមួយនឹងក្រុមគ្រួសារឬក៏បងប្អូនមិត្តភ័ក្តិនឹងសប្បាយប៉ុណ្ណានេះហើយនឹងខ្ញុំនឹងអេនអនហ្នឹងគឺកូនសិស្សគេប្រាប់អ្នកគ្រូឈរចែអ្នកគ្រូឈរចែបានស្អាតអញ្ចឹងណានេះគឺឃើញប្រអាទិត្យលិចខ្វះកអូយនិយាយថាថ្ងៃនេះគឺសប្បាយចិត្តខ្លាំងមែនតើបានឡើងភ្នំមុនដំបូងអេនអនអត់ចង់ទៅណាបងប្អូនហើយឥឡូវនេះគឺលិចណាអ្វីដែលសំខាន់នាងខ្ញុំថតឃើញនោះដែលនាងខ្ញុំចង់បងប្អូនមើលបងប្អូនចាគឺនាងខ្ញុំមើលហើយគឺនាងខ្ញុំរំភើបជំនួសហើយណានិយាយមែនណាបងប្អូនចាំតិចទៀតឃើញហើយថាអីគេនេះបងប្អូននេះ2នាក់គេហ្នឹងមកគេពាក់អាវខ្មៅដូចគ្នាតែប្រុសឲ្យបងប្អូនតែគេអង្គុយលក្ខណៈជជែកគ្នាហើយមើលប្រអាទិត្យលិចអូគឺក្តីសុខមែនតើណាបងប្អូនអានេះគឺចាប់ផ្ដើមលិចមែនតើហើយបដានេះអូយគឺស្អាតហើយឡើងពណ៌មាសហ្មងបងប្អូនអើយអញ្ចឹងបងដែលនៅខេត្តរតនគិរីហើយនៅក៏ខេត្តផ្សេងអាចមកលេងបាន